បាទជំរាបសួរបងប្អូនបាទជំរាបសួរបាទថ្ងៃនេះគឺថ្ងៃទី1បាទថ្ងៃទី1ខែ11ឆ្នាំ2025ថ្ងៃនេះខ្ញុំមានវីដេអូមួយពាក់ព័ន្ធនឹងឆ្នាំ2026ដដែលយើងអាចនិយាយថាជាវីដេអូភាគទី6ដោយសារវាមានអសមិញគឺភាគ5ចឹងវីដេអូនេះគឺយើងនិយាយអំពីជ័យភូមិតាក់ទងជាមួយនឹងឆ្នាំ2026ក៏ដូចជាតាក់ទងជាមួយនឹងគេហៅថាតារាសាស្ត្រនៅក្នុងផ្ទះរបស់យើងបាទតាក់ទងជាមួយនឹងទិសទាំង8ឬក៏ទិសទាំង9នៅក្នុងផ្ទះយើងអានេះយើងនិយាយក្បួនចិនណាបាទគឺពាក់ព័ន្ធនឹងក្បួនប៉ាជើហើយនឹងហុងស៊ុយបាទជាពិសេសគឺហុងស៊ុយបាទនេះគឺទិសនីមួយៗនឹងធម្មពលសម្រាប់ឆ្នាំ2026ផ្លាយ Wing Star ហ្នឹងតើយើងតាំងអ្វីខ្លះនៅទិសណាដែលយើងគួរតាំងអ្វីចឹងណាប៉ុន្តែសម្រាប់ខ្ញុំលើកតែបញ្ហាពីរទេគឺបញ្ហាទឹកជាមួយនឹងបញ្ហាភ្នំដូចនៅក្នុងចំណងជើងរបស់យើងអញ្ចឹងគឺចងភ្នំស្ទាក់ទឹកបាទចឹងគ្រាន់តែឮថាចងភ្នំស្ទាក់ទឹកហ្នឹងបងប្អូនឆ្ងល់ហើយមកទៅចងភ្នំវិញចងភ្នំស្ទាក់ទឹកបង្កើតសំណាងសម្រាប់ឆ្នាំ2026អាហ្នឹងគឺចំណងជើងរបស់យើងបាទចំណងជើងហ្នឹងគឺដាប់មើលទៅខ្លាំងបាទអញ្ចឹងបានន័យថាយើងផ្ដោតទៅលើបញ្ហាទឹកហើយនឹងភ្នំសម្រាប់យុគ9ផងជាមួយនឹងឆ្នាំ2026ហ្នឹងដែលមានតួរាសីមមីភ្លើងលើភ្លើងក្រោមបាទភ្លើងយ៉ាងនៅលើមមីអញ្ចឹងគឺភ្លើងលើភ្លើងក្រោមនេះបាទដូចបងប្អូនឃើញអញ្ចឹងគឺឆ្នាំមមីបាទឆ្នាំសេះ2026គឺភ្លើងយ៉ាងនៅលើមមីបាទអញ្ចឹងគេហៅថារាសីមេឃរបស់គាត់ហ្នឹងគឺភ្លើងយ៉ាងហើយរាសីដីហ្នឹងគឺមមីហើយនៅក្នុងខាងក្រោមហ្នឹងគឺមានភ្លើងជាមួយដីមមីហ្នឹងគឺមានលាយជាមួយភ្លើងមួយដីហើយសម្រាប់តាក់ទងជាមួយនឹងធម្មពលគឺបានន័យថាឆ្នាំ2026ហ្នឹងខ្លាំងដូចខ្ញុំធ្លាប់និយាយអញ្ចឹងនៅក្នុងយុគ9គឺឆ្នាំដែលមានភ្លើងលើក្រោមភ្លើងយ៉ាងលើក្រោមគឺមមីហ្នឹងមានតែមួយឆ្នាំហ្នឹងទេឆ្នាំក្រោយទៀតមមីដែរប៉ុន្តែមិនមែនមមីធាតុភ្លើងទៀតទេអញ្ចឹងភ្លើងហើយគឺដីឯងបាទអញ្ចឹងលើក្រោយគឺមមីធាតុដីយ៉ាងវិញអញ្ចឹងដែលមានមមីហើយភ្លើងខាងលើហ្នឹងគឺក្នុងរយៈពេលមួយយុគហ្នឹងគឺ2024ដល់2043ហ្នឹងមានតែមួយឆ្នាំហ្នឹងទេបាទអញ្ចឹងគឺបានន័យថាយុគ9ហ្នឹងគឺជាឆ្នាំ2026ហ្នឹងគឺជាឆ្នាំដែលមានភ្លើងខ្លាំងជាងគេបំផុតនៅក្នុងយុគ9អញ្ចឹងដើម្បីឲ្យមានស្ថិរភាពគឺយើងត្រូវសិក្សាអំពីទឹកហើយនឹងដីបាទទឹកហើយនឹងភ្នំដើម្បីជួយសម្រួលមមី2026ហ្នឹងឲ្យល្អប្រសើរអញ្ចឹងបើសិនជាយើងរៀបចំត្រូវបងប្អូនអាចទាញយកនៅសំណាងពីឆ្នាំ2026ហ្នឹងបានអញ្ចឹងមានន័យអញ្ចឹងមានន័យថាបើសិនជាយើងស្វាគមន៍ឆ្នាំ2026ទៀតភ្លើងយ៉ាងលើមមីហ្នឹងគឺយើងត្រូវគិតនៅក្នុងផ្ទះរបស់យើងឬក៏នៅក្នុងកន្លែងរកស៊ីរបស់យើងតែយើងត្រូវគិតយ៉ាងម៉េចតើទឹកទៅដាក់នៅកន្លែងណាភ្នំទៅដាក់នៅកន្លែងណាអ្វីទៅជាទឹកអ្វីទៅជាភ្នំអញ្ចឹងអាហ្នឹងគឺយើងត្រូវការសិក្សាវាបន្តិចអត់ពិបាកទេបាទគឺបងប្អូនមើលវីដេអូនេះទៅបងប្អូនយល់ដូចជាការចែកម្លែកព្រីសម្រាប់ឲ្យបងប្អូនយកទៅប្រើអញ្ចឹងអាហ្នឹងគឺអាស្រ័យទៅលើការខិតខំហើយនឹងការជឿជាក់របស់បងប្អូនដែរពីព្រោះអាហ្នឹងវាជំនឿគេហៅថាអាស្រ័យទៅលើអ្នកអនុវត្តឬក៏ទៅលើអ្នកជឿបើសិនជាយើងជឿអាហ្នឹងគឺយើងធ្វើទៅគឺបានផលហើយសំខាន់ហ្នឹងគឺការជឿរបស់យើងហ្នឹងជឿប្រកបទៅដោយគេហៅថាការពិចារណាមិនចេះតែជឿទេបាទអញ្ចឹងយើងចូលសាច់រឿងរបស់យើងបន្តទៀត
vàនៅកន្លែងនេះគឺយើងនិយាយអំពីអត្ថន័យនៃទឹកបាទទឹកហ្នឹងគឺជាអ្វីទឹកបានន័យថាតំណាងឲ្យអ្វីដែលមានចលនាមានចរាចរណ៍ហើយទឹកហ្នឹងគឺជាទ្រព្យសម្បត្តិហើយក៏ជាសុភមង្គលហើយជាការតាក់ទាញដែរហ្នឹងគឺគេហៅថាសតនៃខ្លីរបស់វាគឺទឹកចលនាចរាចរណ៍ទាញទ្រព្យសម្បត្តិមកឲ្យយើងមានសុភមង្គលជាមួយនឹងការតាក់ទាញបានន័យថាតាក់ទងជាមួយនឹងគេហៅថាប្រជាប្រិយដោយសារអីមនុស្សដែលធិតទឹកអានេះយើងនិយាយថាមនុស្សដែលធិតទឹកគឺគាត់ប្រកែនៅក្នុងការទំនាក់ទំនងគាត់មានប្រជាប្រិយភាពគាត់មានភាពឆ្លាតវៃអញ្ចឹងគាត់មានការចលនាអញ្ចឹងគាត់មានការផ្លាស់ប្ដូរលឿនយើងមើលទឹកមានទឹកសន្សើមមានទឹកភ្លៀងមានទឹកជ្រោះមានទឹកសមុទ្រមានទឹកទន្លេអញ្ចឹងបាទអញ្ចឹងគឺទឹកអាចជ្រាបចូលគ្រប់ទីកន្លែងបានដូចពាក្យ apply មកគេថាធ្វើចរាចរណ៍ឲ្យដូចជាទឹកអញ្ចឹងបានន័យថាកន្លែងណាក៏ដោយឲ្យតែមានប្រឡោះគឺជ្រាបចូលទៅបានគឺឆែទៅអានេះចរាចរណ៍កំ pl របស់ស្រុកខ្មែរយើងគេហៅថាគេជិះម៉ូតូជិះឡានហ្នឹងគេធ្វើចរាចរណ៍ដូចទឹកបានន័យថាមានកន្លែងណាមានប្រឡោះគេទៅអាហ្នឹងគឺគ្រោះថ្នាក់បាទអញ្ចឹងគឺអត្ថន័យរបស់វាទឹកគឺមានន័យថាអញ្ចឹងទឹកហ្នឹងគឺមានតួនាទីរបៀបម៉េចនៅពេលដែលជួបជាមួយភ្លើងអញ្ចឹងទឹកគឺជាអ្នកដែលបន្ថយកម្ដៅរបស់ភ្លើងអញ្ចឹងសម្រាប់ទិសដែលយើងប្រើទឹកនៅក្នុងឆ្នាំ2026ហ្នឹងគឺមាន4ទិសទី1គឺទិសខាងជើងទី2គឺទិសខាងត្បូងឈាមខាងកើតដែលយើងឲ្យឈ្មោះថាអេសានបាទខ្មែរយើងហើយទី3គឺទិសខាងត្បូងទី4គឺទិសខាងលិចអញ្ចឹងគឺវាពាក់ព័ន្ធនឹងទឹកអញ្ចឹងគេសិក្សា4ទិសហ្នឹងយកមកបញ្យល់យើងអញ្ចឹងតើទិសណាខ្លះដែលអាចដាក់បានឬក៏ដាក់មិនបានអីអាហ្នឹងគឺគេនឹងរៀបរាប់បាទអញ្ចឹងទី1ខ្ញុំសូមអានគឺតាក់ទងជាមួយទិសខាងជើងគឺតំណាងឲ្យចលនាការបើកបរការងារនិងអាជីវកម្មបានន័យថាទិសខាងជើងគឺជា career គឺជាតាក់ទងជាមួយនឹងការងារអញ្ចឹងបើសិនជាយើងដាក់ទឹកឬក៏ទឹកហូរបើតែទឹកមានចលនាហើយល្អគឺទឹកល្អទឹកអត់មានក្លិនស្អុយទឹកស្អាតទឹកថ្លាល្អអញ្ចឹងបាទនៅភាគខាងជើងឬក៏ភាគឦសាននៃផ្ទះរបស់យើងបាទគឺភាគខាងជើងគឺយើងស្គាល់ហើយឥសានបងប្អូនខ្លះគាត់អាចច្រឡំអញ្ចឹងខ្ញុំអានបកប្រែទៅបានន័យថាទិសខាងត្បូងជាខាងកើតឬក៏ខាងកើតជាខាងត្បូងគឺបានន័យថាវានៅចន្លោះទិសខាងត្បូងនិងទិសខាងកើតអញ្ចឹងគឺយើងអាចប្រើទឹកបានហើយទឹកហ្នឹងគឺត្រូវស្អាតមានចលនាមិនឲ្យឈប់ទេបានន័យថាមិនឲ្យឈប់ជាបណ្ដាអាហ្នឹងគឺមានន័យថាវាឲ្យវាលឺសំឡេងតិចវាមានចលនាតិចកុំឲ្យវាមានចលនាខ្លាំងកុំឲ្យវាកំហុកពេកចាណាកំហុកពេកវាធ្វើឲ្យអាលុយកាក់យើងក៏វាចេញខ្លាំងដូចគ្នាក៏វាចូលខ្លាំងដូចគ្នាអញ្ចឹងគឺទិសពីរហ្នឹងគឺដាក់បានហើយសម្រាប់ទិសខាងត្បូងគេថាកុំដាក់ទឹកបាទអញ្ចឹងទិសខាងត្បូងអត់ឲ្យដាក់ទឹកទេអញ្ចឹងបងប្អូនដាក់ទឹកនៅទិសខាងត្បូងផ្ទះដែលបើមកទិសខាងត្បូងដែលធ្លាប់មានទឹកនៅទិសខាងត្បូងត្រូវដកចេញគេឲ្យប្រើទេនៅក្នុងឆ្នាំ2026ហ្នឹងពីព្រោះគេខ្លាចវាមានគេហៅថាសន្ទុះខ្លាំងពេកវាផ្ទុះខ្លាំងបាទអញ្ចឹងវាអាចមានទាំងវិជ្ជមានទាំងអវិជ្ជមានគឺវាផ្ទុះខ្លាំងដោយសារតែកាលណាទឹកយើងដាក់ទៅយើងមកសាបភ្លើងអញ្ចឹងភ្លើងមកភ្លើងដែលមកឆ្នាំ2029នេះខែអ្នកមកលេងផ្ទះយើងអញ្ចឹងផ្ទះយើងនៅទិសខាងត្បូងចិត្តភ្លើងស្រាប់ហើយយើងភ្លើងមកទៀតហើយយើងដាក់ទឹកហ្នឹងគឺវាផ្ទុះខ្លាំងអញ្ចឹងបើសិនជាវាហេងខ្លាំងអញ្ចឹងចង់មានន័យអញ្ចឹងហើយបើសិនជាវាសយខ្លាំងហើយសម្រាប់ទិសខាងលិចគេឲ្យដាក់តិចតួចទេបាទដើម្បីបន្ថែមសំណាងហិរញ្ញវត្ថុបានន័យថាបើយើងចង់អីបន្ថាដាក់ទំហំតូចអញ្ចឹងណាធម្មតាទឹកបើយើងនិយាយពីទឹកការដាក់ទឹកគឺដាក់ទៅតាមចំនួនលីត្រនៃចំនួនការ៉េនៅក្នុងដីឬក៏នៅក្នុងផ្ទះយើងមិនចេះដាក់ទេណាបាទមិនថាដាក់2លីត្រក៏បានដាក់3លីត្រក៏បានដាក់4លីត្រក៏បានដាក់5លីត្រក៏បានដាក់1លីត្រក៏បានអត់ទេ
គឺមានក្បួនខ្នាតរបស់គេបញ្ហាទឹកហើយនៅក្នុងនោះគឺគេបានមានគេហៅថាចងក្រងហើយជាឯកសារឬក៏ជាសកលតើត្រូវប្រើរបៀបម៉េចផ្ទះយើងប្រហែលការ៉េតើយើងគួរប្រើទឹកប្រហែលលីត្រអាហ្នឹងគឺគេមានក្បួនខ្នាតរបស់គេអញ្ចឹងចំណុចទី2យើងចូលទៅដល់ពាក់ព័ន្ធមួយភ្នំបាទភ្នំគឺគេនិយាយអត្ថន័យរបស់វាគឺតំណាងឲ្យស្ថិរភាពតំណាងឲ្យសុខភាពតំណាងឲ្យព្រលឹងឬក៏សន្តិភាពផ្លូវចិត្តអញ្ចឹងដែលយើងតែងតែចាប់អារម្មណ៍មនុស្សដែលមានភាពភ្នំនៅក្នុងខ្លួននៅតែមានភាពដីនៅក្នុងខ្លួនជាមនុស្សដែលមិនសូវចង់មានចង់បានហើយគាត់ធ្វើអីយឺតហើយការសម្រេចចិត្តអីយឺតគាត់អត់ទៅសាហាវរហូតដោយអ្នកមានចិត្តទឹកចិត្តភ្លើងទេបើយើងនិយាយនៅក្នុងក្បួនគេហៅថាទឹកដីមាសបាទមានឈើហ្នឹងគឺគេហៅថាការអភិវឌ្ឍឈើបង្កើតភ្លើងហ្នឹងគឺនៅមិនស្ងៀមទេចង់ទៅរកស៊ីអញ្ចឹងទៅពេលភ្លើងហ្នឹងទៅបង្កើតដីអត់សូវទេដីអ្នកមានចិត្តដីអត់សូវចង់ទេប៉ុន្តែគាត់មិនសមใจហើយគាត់មានស្ថិរភាពគាត់មិនធ្វើអីមួយគាត់តែគិតថាដឹងតែជោគជ័យហ្មងតែគាត់ធ្វើគាត់មិននិយាយបថុយបឋានទេអត់ដូចអ្នកធៀបភ្លើងទេអ្នកមានចិត្តភ្លើងអាហ្នឹងគឺធ្វើអីបថុយបឋានណាបាទអញ្ចឹងភ្នំធ្វើឲ្យភ្លើងត្រជាក់បាទអញ្ចឹងបានន័យថាបើកាលណាយើងប្រើភ្នំនោះគឺយើងបន្សាបបាទយើងបន្សាបភ្លើងដើម្បីឲ្យភ្លើងថយនៅធម្មពលអញ្ចឹងសម្រាប់នៅកន្លែងនេះគឺលើកមក4ទិសដែរបាទទិសខាងកើតទិសខាងកើតឈៀងលិចហៅថាពាយកហ្នឹងកើតឈៀងលិចហើយត្បូងហើយនៅត្បូងឈៀងលិចអញ្ចឹងទិសខាងកើតគេថាល្អសម្រាប់ភ្នំអញ្ចឹងបើសិនជាផ្ទះយើងបែរខ្នងទៅកើតហើយនៅខាងក្រោយនឹងមានអគារខ្ពស់អាហ្នឹងគឺល្អបើនៅថាភ្នំហើយបើសិនជាមុខយើងបែរទៅកើតក៏យើងមានអគារខ្ពស់អាហ្នឹងខាងកើតយើងមានភ្នំអាហ្នឹងក៏ល្អដែរអាហ្នឹងនាំមកនៅសុខភាពហើយនឹងទំនាក់ទំនងល្អហើយសម្រាប់ទិសខាងជើងឈៀងខាងលិចឬក៏ពាយកហ្នឹងគេឲ្យដាក់ភ្នំដែរតែដាក់ជារូបឬក៏ជាគេហៅថាគាត់តំណាងបាទជាថ្មតូចឬក៏ជារូបភ្នំហ្នឹងដើម្បីតំណាងដើម្បីឲ្យយើងទៅអង្គុយសមាធិកន្លែងហ្នឹងដើម្បីស្រូបយកនៅធម្មពលស្ងប់ស្ងាត់បាទធម្មពលល្អសម្រាប់ការសម្រាកឬក៏ការពារសំណាងផ្សេងៗអញ្ចឹងវាគេមិនឲ្យយើងប្រើរបស់ធំទេគឺដាក់ជារូបសំណាកឲ្យបានហើយអញ្ចឹងគឺយើងអាច print រូបភ្នំមួយអញ្ចឹងណាតែកុំឲ្យលាយទឹកភ្នំឲ្យដឹងតែភ្នំបាទភ្នំជាមួយឈើអាហ្នឹងវាស៊ីគ្នាប៉ុន្តែបើសិនជាវាទឹកអាហ្នឹងវាបំលែងអញ្ចឹងយើងអាចថារូបភ្នំរូបអីចឹងទៅបាទហើយទីខាងត្បូងគឺភ្លើងខ្លាំងអញ្ចឹងគេមិនឲ្យយើងដាក់ភ្នំធំទេបើន័យថាមិនឲ្យយើងរៀបជាថ្មធំឬក៏ពីធំនៅពីមុខណាបាទអញ្ចឹងគឺមានន័យថារាល់ឆ្នាំអាខាងលបងហ្នឹងមានភ្នំនៅពីក្រោយល្អប៉ុន្តែឆ្នាំនេះអត់ល្អទេអញ្ចឹងយើងអាចដកវាចេញបានអ្នកដែលមានរៀបអីជាតំណាងឲ្យភ្នំដូចជាថ្មអីធម្មជាតិអីធំអីហ្នឹងអញ្ចឹងអាចដកចេញទៅពីខាងត្បូងនៅក្នុងឆ្នាំ2026ហ្នឹងព្រោះបើកាលណាយើងមានហ្នឹងធ្វើឲ្យចិត្តរបស់យើងមានសម្ពាធផ្លូវចិត្តណាបាទធ្វើឲ្យយើងតានតឹងធ្វើឲ្យយើងឆាប់ខឹងធ្វើឲ្យយើងនឹងមានកម្លាំងខាហត់នៅក្នុងការគិតអីចឹងគេមិនលក់អីចឹងទៅបាទហើយសម្រាប់ទិសនិរដីឬក៏ទិសខាងត្បូងជាខាងលិចអាហ្នឹងជាទិសរបស់មនុស្សស្រីជាទិសសំណាងរបស់មនុស្សស្រីសំណាស់គ្រួសារយើងអីហ្នឹងបាទប្រពន្ធហ្នឹងបាទអញ្ចឹងឬក៏ម្ដាយអីហ្នឹងគឺទិសខាងត្បូងជាខាងលិចហ្នឹងគឺសម្រាប់ពួកគាត់អញ្ចឹងគឺអាចដាក់រូបថ្មឬក៏ត្បូងធម្មជាតិបានដែលគាត់តិចតួចអញ្ចឹងទៅដើម្បីជួយ support គាត់ឲ្យគាត់មានសុខភាពល្អពីព្រោះភ្នំហ្នឹងគឺតំណាងឲ្យស្ថិរភាពហើយនិងសុខភាពអញ្ចឹងគេណែនាំបន្តទៀតគេថាកុំដាក់ភ្នំនិងទឹកនៅទីកន្លែងតែមួយពីព្រោះមួយយិនមួយយ៉ាងអញ្ចឹងវាធ្វើឲ្យច្បុកច្បល់ណាអញ្ចឹងដូចយើងនិយាយមកអញ្ចឹងបើថារូបភ្នំទៅកុំបាច់មានទឹកទេបើថាយើងដាក់ទឹកមានចលនាដាក់ទឹកទៅមិនបាច់មានភ្នំទេអញ្ចឹងណាអញ្ចឹងបើសិនជាមានគាត់ថ្មតិចតួចអីអាហ្នឹងអត់អីទេតែធំពេកអត់បានទេហើយបើសិនជានៅខាងក្រៅផ្ទះយើងមានការក្រោយផ្ទះឬក្រោយការចម្លៃរបស់យើងមានភ្នំខ្ពស់នៅក្រោយហ្នឹង
គឺផ្ដល់នៅសមត្ថភាពនិងការគ្រប់គ្រងប៉ុន្តែបើផ្ទះយើងបែរទៅគេហៅថាបែរទៅជើងអញ្ចឹងខាងត្បូងគឺខាងក្រោយផ្ទះអញ្ចឹងវាបើសិនមានភ្នំនៅក្នុងខាងមុននេះគឺបានន័យថាខាងត្បូងគេអត់ឲ្យមានភ្នំធំទេអញ្ចឹងណាតែបើសិនជាក្នុងករណីវាយើងបែរទៅជើងអញ្ចឹងខាងក្រោយគឺត្បូងហើយវាភ្នំធំអាហ្នឹងគឺរឿងផ្សេងមួយទៀតអានេះចាំយើងគិតតាមក្រោយហើយសម្រាប់មុខផ្ទះគេឲ្យយើងមានទឹកបាទទឹកដើម្បីទាញសំណាងផ្នែកហិរញ្ញវត្ថុហើយទឹកហ្នឹងវាមានក្បួនដូចខ្ញុំនិយាយអញ្ចឹងមានចំនួនលីត្ររបស់វាដាក់ទៅតាមទិសនិងអង្សារបស់វាគ្រាន់តែក្បួន activate ទឹកហ្នឹងគឺមិនស្រួលទេគឺត្រូវការវាស់វែងខ្លាំងហើយមួយទៀតហ្នឹងគឺត្រូវដឹងពីកន្លែងចាប់ដើមហើយសំខាន់ហ្នឹងគឺដឹងពីប្រភពហូររបស់វាទៀតទៅហូរពីណាទៅណាទៀតគឺមកស្មានអញ្ចឹងអ្នកដែលដាក់ទឹកឲ្យជោគជ័យហ្នឹងកម្រអ្នកខ្លះដាក់អត់ត្រូវទេនៅក្នុង10អីដាក់ត្រូវតែ1 2ទេតែវិញហ្នឹងដាក់អត់ត្រូវទេដោយសារវាត្រូវការសិក្សាច្រើនណាស់ពាក់ព័ន្ធជាមួយនឹងទឹកសិក្សាតាំងពីថ្ងៃខែកំណើតរបស់ម្ចាស់ផ្ទះសិក្សាពីទិសផ្ទះសិក្សាពីទិសទ្រាប់នៅក្នុងផ្ទះហើយនឹងអង្គសារដែលយើងវាស់ហ្នឹងប្រើក្បួនច្រើនទៀតមិនមែនប្រើមួយក្បួនទេប្រើពី3ក្បួនហើយនៅការរើសវេលាឬអីទៀតចឹងមកស្មានបាទចឹងបានការដាក់ទឹកហ្នឹងបើតាមអ្នកជំនាញវាស៊ីថ្លៃភាសាវាពិបាកចឹងតំណងទឹកភ្នំភ្លើងនៅក្នុងឆ្នាំ2026ហ្នឹងវាមានអត្ថន័យបែបម៉េចចឹងបានន័យថាក្នុងឆ្នាំ2026ហ្នឹងភ្លើងខ្លាំងទឹកខ្សោយដីហ្នឹងគឺភ្នំហ្នឹងមធ្យមអញ្ចឹងដើម្បីឲ្យមានតុល្យភាពគឺយើងត្រូវបន្ថែមទឹកនៅភ្នំឬក៏ត្រូវបង្កើនទៅតាមទិសដូចជាទិសខាងជើងយើងអាចដាក់អាងទឹកហើយវាសុខភាពអីហ្នឹងយើងដាក់ទិសខាងកើតអីចឹងទៅដើម្បីដាក់ភ្នំអីចឹងណាបាទហើយអញ្ចឹងយុទ្ធសាស្ត្រនៅក្នុងឆ្នាំមួយហ្នឹងគឺគេឲ្យយើងហ្នឹងពន្លឺត្រូវគ្រប់គ្រងដោយទឹកនិងបង្កើនស្ថិរភាពដោយភ្នំអានោះទិសដីរបស់គេពន្លឺត្រូវបានគ្រប់គ្រងដោយទឹកបានឲ្យភ្លើងគ្រប់គ្រងដោយទឹកហើយស្ថិរភាពបង្កើនដោយដីដោយភ្នំបាទអត្ថន័យវាអញ្ចឹងត្រប់មកគឺទឹកត្រូវស្អាតនិងមានចលនានៅទិសដែលល្អគឺទិសខាងជើងនិងទិសឦសានភ្នំត្រូវស្ងប់និងមានស្ថិរភាពទិសខាងកើតនិងទិសពាយកកុំដាក់ទឹកនៅខាងត្បូងក្នុងឆ្នាំ2026ពីព្រោះភ្លើងច្រើនភ្លើងលើសបន្ថែមធាតុដីដូចជាថ្មឬក៏ស្លាបព្រាធ្វើពីដីក្បឿងអីហ្នឹងដែលជាធាតុដីហ្នឹងនៅក្នុងបន្ទប់សម្រាប់ដើម្បីជួយឲ្យយើងមានភាពស្ងប់ប្រើពណ៌ដែលត្រូវជាមួយនឹងធាតុដូចជាពណ៌ខៀវពណ៌បៃតងពណ៌ដីក្រហមការឈូកបន្តិចអាហ្នឹងគឺចាក់តនឹងការដេក័រអីបន្ទប់អីក្នុងផ្ទះអីអាហ្នឹងរឿងផ្សេងទៀតបាទគាត់ថាពណ៌ទាំងអស់ហ្នឹងគឺល្អសម្រាប់ឆ្នាំ2026យើងអាចប្រើពណ៌ខៀវពណ៌បៃតងពណ៌ធាតុដីពណ៌ក្រហមការឈូកអីហ្នឹងបាទក្រហមការឈូកហ្នឹងនឹងធាតុភ្លើងហើយខៀវហ្នឹងគឺធាតុទឹកហើយបៃតងធាតុឈើចង់ន័យថាទឹកឈើដីភ្លើងបាទនេះគឺសង្ខេបទិសទាំង8ត្បូងជើងកើតលិចត្បូងឈៀងកើតត្បូងឈៀងលិចជើងឈៀងលិចជើងឈៀងកើតបាទអញ្ចឹងសម្រាប់ទិសខាងត្បូងគេថាភ្លើងខ្លាំងគេឲ្យយើងគូខ្វែងនេះឲ្យដាក់ទឹកទេតែដាក់ថ្មឬក៏ភ្នំតូចៗហើយត្រូវជៀសពណ៌ក្រហមកុំឲ្យច្រើនពេកថ្មមានថ្មក្រហមដែរថ្មរ៉ែហ្នឹងពណ៌ក្រហមហ្នឹងតែយើងកុំដាក់វាច្រើនពេកទី2គឺទិសខាងជើងគឺប្រើទឹកអញ្ចឹងមានអាងទឹកឬក៏ទឹកហូរមកផ្ទះមិនត្រូវដាក់ភ្នំគឺតំណាងហិរញ្ញវត្ថុឆ្នាំ2026គឺទីល្អទី3ទិសខាងកើតគឺប្រើទឹកបានទឹកតូចប្រើភ្នំគឺភ្នំធម្មជាតិល្អសម្រាប់ការសិក្សានិងការងារទិសខាងលិចតតមនុស្សស្រីកុំឲ្យដាក់ទឹកដាក់ថ្ម
បានទៅពិនិត្យដោយសុវត្ថិភាពទៅប្រុងប្រយ័ត្នមិនដាក់ធំពេកដាក់ម៉ងបានហើយដូចជាថ្មនំអីចឹងពីដុំអីទៅធំហើយទិសទីតមកទៀតគឺទិសខាងត្បូងឈាងខាងកើតគឺតាក់ទងជាមួយនឹងស្នេហានិងការសិក្សាអាចដាក់ទឹកបានមិនឲ្យដាក់ភ្នំបាទគឺល្អសម្រាប់ការបង្រៀនឬការបង្កើត content សម្រាប់ទិសខាងត្បូងឈាងខាងលិចគឺពាក់ព័ន្ធនឹងមនុស្សស្រីចាស់នៅក្នុងផ្ទះมันល្អទេសម្រាប់ទឹកភ្នំបានបាទហ្នឹងគឺត្បូងឈាងលិចអញ្ចឹងត្បូងអាចប្រើបានដែរដូចជាត្បូងអាមែនធីឬក៏ប្រោនគាត់អីហ្នឹងបាទប្រោនគាត់នឹងពណ៌ដូចអត់ហ្នឹងវាពណ៌រៀងពណ៌កាហ្វេតំណាងឲ្យចិត្តដីចិត្តភ្នំហ្នឹងបាទបន្តមកទៀតគឺតកតនឹងទិសខាងជើងជាខាងលិចគឺតំណាងឲ្យអំណាចឬมันអាចដាក់ទឹកបានដែរគឺដាក់បានភ្នំតូចឬក៏ស្មៅពោះដាំឈើជាផ្កាជាអីបានល្អសម្រាប់បរោះនៅក្នុងផ្ទះបាទបរោះដែលមានទៅចំណាក់សម្រាប់ចុងក្រោយនេះគឺទិសខាងជើងជើងខាងកើតតំណាងផ្នែកអរិយវត្ថុគឺអាហ្នឹងគេហៅលេខ8បាទអញ្ចឹងអាចដាក់ទឹកបានតិចហើយដាក់ភ្នំបាយព្រះច័ន្ទដាក់ភ្នំបានដែរគឺសំណាងសម្រាប់ការងារនិងទ្រព្យយើងអាចដាក់ចឹងបានសម្រាប់ឆ្នាំ2026អញ្ចឹងគឺអានេះគ្រាន់ជាផ្នែកមួយដែលពាក់ព័ន្ធជាមួយនឹងទឹកហើយនឹងភ្នំវាស្របគ្នាជាមួយនឹងឆ្នាំ2026និងយុគ9គឺអត់ពាក់ព័ន្ធທາງទិសនេះដាក់ធាតុមាសធាតុដីធាតុទឹកធាតុអីធាតុភ្លើងធាតុឈើអីទេអានេះអត់និយាយពីធាតុទាំង5ទេគឺខ្ញុំនិយាយតែពាក់ព័ន្ធតែពីរទេគឺពាក់ព័ន្ធតែទឹកហើយនឹងភ្នំដោយសារទឹកនិងភ្នំហ្នឹងតាមពិតហ្នឹងវាសំខាន់ណាសំខាន់មែនតើសំខាន់វាមិនដូចជាយើងមុននឹងការដែលយើងទៅសាងសង់ផ្ទះអីហ្នឹងតាមពិតយើងត្រូវសិក្សាពីភូមិសាស្ត្រហ្នឹងមុនថាយើងហ្នឹងក្នុងគ្រួសារយើងហ្នឹងមានគ្នាប្រហែលអ្នកហើយត្រូវជាមួយទឹកឬក៏ត្រូវជាមួយភ្លើងបើសិនជាយើងត្រូវជាមួយនឹងទឹកអញ្ចឹងយើងត្រូវមើលតាម Google ក៏បានយើងមើលតាមទីតាំងជាក់ស្ដែងក៏បានតើទឹកហ្នឹងនៅចម្ងាយប្រហែលពីយើងទឹកចែកចេញជាពីរគឺទឹកយ៉ាងនិងទឹកជីនទៀតអាទឹកជីនហ្នឹងគឺយើងអាចធ្វើទឹកសុបនិមិត្តហើយអាទឹកយ៉ាងហ្នឹងគឺទឹកធម្មជាតិដូចជាទឹកទន្លេទឹកជ្រោះទឹកសមុទ្រជាដើមអញ្ចឹងយើងត្រូវមើលតាមហ្នឹងទៀតអញ្ចឹងចម្ងាយពីផ្ទះយើងទៅទឹកហ្នឹងប្រហែលគីឡូតើវាមានធម្មពលទឹកហ្នឹងមកដល់អត់អញ្ចឹងបើសិនជាផ្ទះយើងឬក៏ក្រុមគ្រួសារយើងត្រូវការភ្នំយើងត្រូវទៅនៅកន្លែងដែលមានភ្នំឬក៏កន្លែងដែលមានអាគារខ្ពស់ច្រើនដែលតំណាងឲ្យភ្នំបាទហ្នឹងគឺគេហៅថារើសជ័យភូមិគេចាប់ដើមគិតអំពីអាទឹកហើយនឹងភ្នំហ្នឹងខ្លាំងមែនតើតែជាទូទៅពួកយើងទិញផ្ទះទិញអីយើងមិនសូវគិតទេសារធ្វើហើយអញ្ចឹងមិនដឹងប្រវត្តិដីមិនដឹងថាដីហ្នឹងពីមុនយ៉ាងម៉េចដីហ្នឹងគ្រាប់ដីវាមិនហើយត្រូវជាមួយយើងអត់គ្រាប់ដីពោឲ្យខ្លះគឺយើងអត់ដឹងទេដោយសារយើងទៅដល់ទិញយកមកអញ្ចឹងបើសិនទិញយកក៏យើងអាចមានយុទ្ធសាស្ត្រទៅដឹងថាតើដីហ្នឹងពីមុនហ្នឹងធ្លាប់មានមនុស្សស្លាប់ដីហ្នឹងពីមុនល្អឬក៏មិនល្អហ្នឹងក៏គេមានវិធីដែរបាទនៅក្នុងក្បួនachievement គឺគេមានវិធីសាស្ត្រនៅក្នុងការដឹងបញ្ហាទាំងអស់ហ្នឹងអញ្ចឹងគាត់នៅសង្ខេបប៉ុណ្ណឹងទៅគឺពាក់ព័ន្ធជាមួយនឹងទឹកហើយនឹងភ្នំអញ្ចឹងវីដេអូនេះគឺសំដៅទៅលើតែបញ្ហាទឹកនិងភ្នំទេខ្ញុំសូមបញ្ជាក់អញ្ចឹងអត់និយាយអំពីធាតុទាំង5ទេហើយក៏ជាវីដេអូតាក់ទងនឹងក្បួនហុងស៊ុយតាក់ទងនឹងការរើសទីតាំងឬក៏ការរៀបចំទីតាំងទឹកនិងភ្នំនៅក្នុងយុគ9នៅក្នុងផ្ទះយើងជាពិសេសគឺរៀបដើម្បីទទួលឆ្នាំ2026នេះឯងបាទអញ្ចឹងជាចុងក្រោយនេះខ្ញុំសូមអរគុណដល់បងប្អូនហើយនឹងសូមជូនពរបងប្អូនមានសុខភាពល្អទទួលទានមានបានក៏ដូចជាបានសម្រេចនៅអ្វីដែលបំណងប្រាថ្នារៀងខ្លួនដោយសេចក្តីប្រាថ្នាបាទអញ្ចឹងខ្ញុំសូមអរគុណនិងជម្រាបលាម្ដងទៀតបាទបាយបាយ